សន្និសីទសកលឆ្នាំ2019សម្រាប់សុភមង្គលរបស់មនុស្សជាតិត្រូវបានរៀបចំឡើងដោយអគ្គនាយិកាសាំងគីលចានៃអង្គការមូលនិធិ We Love You អន្តរជាតិឯកអគ្គរដ្ឋទូតមកពី20ប្រទេសដូចជានីហ្សេរីយ៉ា រ៉ូម៉ានី បង់ក្លាដេស និងហ្សកដានីរួមទាំងមន្ត្រីការទូតប្រចាំនៅប្រទេសកូរ៉េផងដែរបានចូលរួមជាមួយគ្នាហើយសន្និសីទនេះក៏បានប្រព្រឹត្តទៅដោយជោគជ័យអគ្គនាយិកាអង្គការ We Love You អន្តរជាតិបានជួយប្រទេសជាច្រើនជាពិសេសប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាឡាវមីយ៉ាន់ម៉ានិងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកផងដែរជារួមមកយើងវាតម្លៃខ្ពស់ចំពោះសកម្មភាពសកលរបស់អង្គការ We Love You ហើយតាំងនាមខ្ញុំតំណាងប្រទេសសាំប៊ីយើងមានបំណងចង់សហការនិងពង្រីកសកម្មភាពរបស់ We Love You ក្នុងប្រទេសរបស់យើងថែមទៀត 먼저 오늘 2019 국제 일러브유 글로벌 간담회에 참석해 주신 여러분들께 먼저 감사의 인사를 드립니다. 오늘의 이 자리를 통해 국제 일러브유 운동본부와 함께 어려움에 처해 있는 환경난민, 전쟁난민, 복지난민 등 어려운 지구촌의 이웃들에게 희망과 용기와 필요한 도움을 줄 수 있는 자리가 되기를 바랍니다. 국제 We Love You 장규철 회장님께서 for supporting the activities of the International We Love You Foundation 장규철 អគ្គនាយិកាសាំងគីលចានៃអង្គការមូលនិធិ We Love You អន្តរជាតិបានប្រគល់បានសរសើរថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតនៃប្រទេសនីមួយៗដែលបានរួមចំណែកក្នុងការអនុវត្ត UN SDGs និងសកម្មភាពសុខុមាលភាពរបស់ We Love You The Laos Dam collapsed by flood. A good role in Iraq. ឯកអគ្គរដ្ឋទូតនិងអ្នកការទូតបរទេសដែលបានរំភើបចិត្តដោយកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយិកាសាំងគីលចាបានបង្ហាញពីការបដិញ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការដោយបានចុះហត្ថលេខាយ៉ាងសកម្មដើម្បីគាំទ្រសកម្មភាពរបស់ We Love You ដោយបានឃើញវីដេអូអំពីសកម្មភាពរបស់អង្គការ We Love You អន្តរជាតិខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសកម្មភាពផ្សេងៗគ្នាដែលអ្នករាល់គ្នាបានធ្វើកាលពីឆ្នាំមុនមកហើយដូចដែលខ្ញុំយល់បាននោះជាសកម្មភាពបន្តមកមិនមែនទើបតែជាឆ្នាំដំបូងទេប៉ុន្តែជាពិសេសអង្គការ We Love You ទើបតែបានចាប់ផ្ដើមនិងអនុវត្តគម្រោងដែលអនុញ្ញាតឲ្យក្មេងៗជាច្រើននៅក្នុងប្រទេសរបស់ខ្ញុំមានបណ្ណាល័យនិងមានទីកន្លែងដែលមានបរិយាកាសសុវត្ថិភាពសម្រាប់អានសៀវភៅនិងអភិវឌ្ឍការសិក្សារបស់ពួកគេខ្ញុំរីករាយណាស់ដែលបានមកទីនេះហើយសប្បាយចិត្តដែលអាចធ្វើការជាមួយគម្រោងផ្សេងៗដែលអ្នករាល់គ្នាមាននាពេលអនាគតសូមអរគុណ We Love You អន្តរជាតិចែករំលែកក្តីស្រឡាញ់និងក្តីសង្ឃឹមទៅកាន់ពិភពលោកដោយធ្វើសកម្មភាពស្ម័គ្រចិត្តឥតឈប់ឈរតាមរយៈភាពជាដៃគូជាសកលស្របតាមស្មារតីស្ម័គ្រចិត្តរបស់អគ្គនាយិកាសាំងគីលចាអង្គការមូលនិធិ We Love You អន្តរជាតិនឹងបន្តសហការជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកដើម្បីបន្តអនុវត្តសកម្មភាពចែកចាយសេចក្តីស្រឡាញ់និងសកម្មភាពស្ម័គ្រចិត្តដ៏មានតម្លៃ